សួស្តីអ្នកទាំងអស់គ្នាឃើញរូបចម្លាក់ចឹងឆ្ងល់ហើយមានអត់ថានៅណាចឹងតែប៉ិតនៅជើងភ្នំសំពៅយើងហ្នឹងអ្នកទាំងអស់គ្នាដោយសារតែឥឡូវគេដាប់ថ្មដាប់អីទៅចេញជារូបព្រះស្អាតហើយគេរៀបចំកន្លែងលេងអញ្ចឹងណាហើយថ្ងៃដែលខ្ញុំទៅនេះថ្ងៃសម្រាប់អ្នកទាំងអស់គ្នាចឹងមនុស្សច្រើនមែនតើហើយពេលដែលជិះចូលទៅហ្នឹងតាំងពីផ្លូវចូលរហូតទៅដល់ខាងក្នុងគឺសិតតែបងប្អូនយើងទៅមើលអង្គុយចាំមើលបជាណាអ្នកទាំងអស់គ្នាតែពេលដែលម៉ោងដែលខ្ញុំទៅហ្នឹងគឺម៉ោង5ជាងតែបជាអត់ទាន់ចេញអីអញ្ចឹងខ្ញុំក៏បានដើរមើលនៅក្នុងអញ្ចឹងទៅតែអ្វីដែលសំខាន់នោះគឺបងប្អូនយើងទៅច្រើនខុសប្លែកពីថ្ងៃខ្ញុំទៅរាល់ដងណានេះគឺជាទស្សនវិជ្ជាបងប្អូនយើងដែលទៅលេងនៅភ្នំសំពៅហ្នឹងនៅជើងភ្នំសំពៅណាដោយសារតែឃើញមនុស្សច្រើនមែនតើហើយជាធម្មតាពេលដែលទៅរត់ដងពេលកន្លែងគេអត់ទាន់ធ្វើហើយនេះគឺអត់សូវមានមនុស្សនៅខាងក្រោមទេគេទៅខាងលើភ្នំចឹងណាអ្នកនរគ្នាហើយនេះគឺជារូបព្រះហើយរូបសម្រាប់នេះដែរគឺគេដាប់នឹងថ្មនៅជើងភ្នំសំពៅនឹងតែម្ដងហើយខ្ញុំពិតជាសរសើរជាងមែនតើអ្នកនរគ្នាដោយសារតែគាត់មានទឹកដៃល្អក្នុងការធ្វើមើលទៅគឺស្អាតដូចព្រះដែលយើងធ្វើពីស៊ីម៉ងឬក៏ថ្មនៅខាងក្រោមបណ្ដានៃជាស្ដែងគឺគាត់ធ្វើនឹងថ្មជាប់នឹងភ្នំតែម្ដងចុះមើលទៅវាស្អាតប្លែកណាហើយកម្ពស់ក៏មានខ្ពស់ដែរអ្នកនរគ្នាកម្ពស់យើងមើលទៅខ្ពស់មែនតើហើយនេះគឺកន្លែងដែលគេយើងចូលលេងថតអីបានហើយនឹងឈរចាំមើលវិជាអញ្ចឹងណាតែជាស្ដែងម៉ោងដែលខ្ញុំទៅហ្នឹងគឺវិជាអត់ទាន់ចេញទេម៉ោងខ្ញុំទៅហ្នឹងទៅដល់ម៉ោង5ជាងហើយតែមេឃវាអត់ក្តៅទេយើងអាចឈរបានហើយបើយើងក៏លេចមកមើលនៅជើងភ្នំនៅខាងក្រោមកន្លែងហ្នឹងទៀតនៅជាប់ផ្លូវខាងក្រោមគឺមានម៉ូតូឡានច្រើនមែនតើហើយបងប្អូនយើងនៅកោបខាងក្រោមផងខាងលើផងដោយសារតែនៅខាងលើគឺឈរអស់ហើយអញ្ចឹងបងប្អូនយើងក៏គាត់នៅខាងក្រោមអញ្ចឹងនេះគឺខ្ញុំថតចំពីមុខអញ្ចឹងព្រះនៅនោះគឺគេដាប់មានក្បាច់ក្បូរស្អាតមែនតើជាពិសេសទៅទៀតនៅពេលដែលយើងទុកដាក់ផ្ញើម៉ូតូហ្នឹងគឺអត់អស់លុយទេដោយសារតែមានកងកម្លាំងពជាការពារនៅនោះតែខ្ញុំអត់ដឹងតែគាត់ផ្នែកអីតែខ្ញុំសុំហៅពជាការពារដោយសារតែគាត់ជួយសម្រួលចរាចរណ៍និងកន្លែងចតឡានចតម៉ូតូអញ្ចឹងហើយនៅកន្លែងហ្នឹងយើងអាចឲ្យគាត់តាមទឹកចិត្តរបស់យើងគាត់អត់មានដាក់ចំនួនតម្លៃថាសម្បត្តិឡានសម្បត្តិម៉ូតូហ្នឹងត្រូវតែប៉ុន្មានទេដែលយើងឲ្យគាត់ហើយនេះគឺទីតាំងនៅខាងមុខនឹងទីធ្លានៅខាងមុខដែលគេឆ្លាក់ព្រះនឹងតែម្ដងអញ្ចឹងយើងអាចមានពេលដើរឬក៏អង្គុយដើម្បីចាំមើលពជាចេញអញ្ចឹងតែខ្ញុំទៅនេះអត់បានមើលទេអ្នកនរគ្នាហើយដូចខ្ញុំថតឲ្យអ្នកនរគ្នាមើលអញ្ចឹងគឺមានព្រះមានរូបជាច្រើនដែលគេដាប់នឹងជាប់ថ្មនឹងហ្មងអញ្ចឹងវីដេអូនោះមានតែប៉ុណ្្នឹងឯងអ្នកនរគ្នា